កូនម្ដាយកូននៅទីនេះហើយណាវាសនាកូនគួរតែជាព្រះនាងដ៏ខ្ពង់ខ្ពស់ចំណែកនាងក្មេងនេះត្រូវតែនៅជាមួយយើងរួចខ្លាចជាអ្នកយាមសេះចោះគឺនាងជាកូនព្រះអង្គនិងព្រះមហេសីចំណែកព្រះនាងមន្ទាគឺជាកូនខ្ញុំម្ចាស់និងសេនាទេថាម៉េចនេះជាការប៉ັດមែនទេនាងអាក្រក់ណាស់រឿងរស់ក្នុងក្រោលសេកាលពីព្រេងនេះមាននារីម្នាក់ជាអ្នកបម្រើព្រះមហេសីថ្ងៃមួយនាងលួចលាក់មានស្នេហានឹងសេនាម្នាក់រហូតដល់មានផ្ទៃពោះកាត់បែបណាទៅបងពេលនេះខ្ញុំមានផ្ទៃពោះហើយមានស្នេហាក្នុងរាជវាំងមុខជាមានទោសមិនខានទេកុំបារម្ភអីបងថាពួកយើងលាក់រឿងនេះឲ្យចិនមុខជាគ្មាននរណាគេដឹងទេតែអូនភ័យណាស់អូនខ្លាចថាពោះកាន់តែរិចធំព្រះមហេសីទ្រង់មុខជាជ្រាបហើយណាបងគិតអញ្ចេះទៅអូនសុំច្បាប់ទៅលេងស្រុកហើយបងនឹងរកអ្នកបម្រើថ្មីមកជំនួសអូនសិនលុះដល់កូនពួកយើងកើតហើយចាំអូនត្រឡប់មកវិញចាបងបែបនេះក៏បានដែរតែថាព្រះមហេសីក៏មានក៏ដែររឿងនេះជួនគ្នាអញ្ចឹងអូនកាន់តែភ័យណាស់បងរឿងនេះល្អអន្តាបើទ្រង់មានក៏ទ្រង់កាន់តែមិនចាប់អារម្មណ៍ពីរឿងយើងបងនិយាយត្រូវទេចាំមែនហើយអូនស្របតាមបងណាឥឡូវចាំព្រះរាជាយាងមកពីចម្បាំងវិញសុំអូនទៅចោះបានថ្ងៃមួយរំចេកបានថែសួនក្រោយដំណាក់ព្រះមហេសីចំណែកព្រះរាជាក៏បានយាងមកនិងបានសម្គាល់ឃើញដូច្នេះទ្រង់ក៏បានសួរថានាងជាអ្នកបម្រើថ្មីដែលលោកសេនាហៅមកនោះមែនទេព្រះពរព្រះអង្គគឺខ្ញុំម្ចាស់នេះហើយល្អហើយនាងធ្វើការចុះយើងមិនរំខានទេណាហើយថែសុខភាពផងទឹកមុខដូចជាមិនស្រស់បោះសោះព្រះពរម្ចាស់សូមអរគុណណាស់ចំពោះទឹកប្រតិយរបស់ទ្រង់ព្រះពរព្រះអង្គពលចប់ក៏បានជាងទៅកាន់ដំណាក់ព្រះមហេសីចំណែករំជែកវិញនោះស្រាប់តែកើតគំនិតមួយឡើងថាព្រះអើយធ្លាប់ទៅឮថាទ្រង់មានក្តីមេត្តាបានជួបផ្ទាល់គឺពិតជាដូចគេនិយាយមែនទ្រង់សង្ហានឹងគួរឲ្យស្រឡាញ់ណាស់រំជ័យស្រាប់តែចាប់ចិត្តលើព្រះរាជាជាខ្លាំងនាងបានចូលទៅដំណាក់ព្រះមហេសីនិងសម្ដែងអាការៈហាក់ទន់ភ្លន់ជាប៉ុនពេមិនក៏នាងចូលមកទីនេះគឺខ្ញុំម្ចាស់ខ្លាចថាព្រះមហេសីត្រូវការឲ្យបម្រើទៅចូលមកតែម្ដងទៅសូមព្រះមហេសីកុំខ្ញាល់អីនាងចេញទៅយើងចង់នៅជាមួយព្រះមហេសីយើងកុំចេះតែចូលមកផ្ដេសផ្ដាសខ្ញុំម្ចាស់ដឹងខុសហើយចេញទៅគ្មានការអនុញ្ញាតហាមចូលឲ្យសោះព្រះពរសូមថ្វាយបង្គំលាថ្ងៃនោះដែរនាងរំជ័យខឹងណាស់ហេតុនេះនាងក៏បានគិតនៅក្នុងចិត្តថាគួរឲ្យខឹងណាស់ដំបូងស្មានថាទ្រង់សពប្រតិតែទ្រង់ពិតជាមិនទតមើលអ្នកណាក្រៅពីព្រះមហេសីមេចាំមើលចោះរំជ័យបានគុំគួននៅក្នុងចិត្តក្នុងរឿងមួយនេះនាងមិនទៅណាទេត្បិតថានាងសុំច្បាប់បង្កើតកូនមែនតែថ្ងៃមួយនោះហាក់កំពុងតែដំណើរការនៅផ្ទះរំជ័យអូយឈឺណាស់អូយឈឺណាស់សេនាបានចាក់ចេញមួយរយៈធ្វើឲ្យរំជ័យខំប្រឹងបង្កើតកូនតែម្នាក់ឯងហើយថ្ងៃនោះនាងក៏បង្កើតបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាតទៀតផងកូនស្រីបាននៅជាមួយម៉ែនឹងពុកឯងមុខជាគ្មានអនាគតទេម៉ែធ្វើរឿងមួយជូនកូនចោះរំជ័យបានយកកូនខ្លួនឯងទៅបន្លំនឹងព្រះនាងដែលជាបុត្រីព្រះមហេសីរឿងនេះនាងបានធ្វើយ៉ាងល្អគ្មានអ្នកណាបានដឹងនោះទេនៅក្នុងដំណាក់ព្រះមហេសីកូនម្ដាយកូននៅទីនេះហើយណាវាសនាកូនគួរតែជាព្រះនាងដ៏ខ្ពង់ខ្ពស់ចំណែកនាងក្មេងនេះត្រូវតែនៅជាមួយយើងរួចខ្លាចជាអ្នកយាមសេះចោះសម្រាប់ការហើយរំជ័យក៏បានយកព្រះនាងទៅជាមួយចំណែកកូនរបស់គាត់ក៏បានខ្លាយជាព្រះនាងវិញម្ដងតែវាសនាព្រះនាងតូចនឹងខ្លាយទៅជាបែបណាទៅនៅផ្ទះរំជ័យកុំយំពេកអីខ្លាំងណាស់វើយអាប្តីសេនានោះក៏មិនមកទៀតមានរឿងអីបងមកវិញហើយអូហូនេះជាកូនយើងមែនទេស្អាតណាស់ស្បែកភ្លឺដូចជាពនាងអញ្ចឹងដោយព្រះនាងស្អីនេះជាក្មេងខ្ញុំរើសមកពីណាទេ
នាងជាក្មេងខ្ញុំរើសមកទេណាកូនយើងខូចបាត់ហើយចំណែកវាខ្ញុំក៏រើសមកតែម្ដងទៅ ថាម៉េចបងមិននៅមួយរយៈមានរឿងបែបនេះផងហ៎ កុំនិយាយច្រើនពេកចូលវាទៅដេកទៅខ្លាំងណាស់ខ្ញុំមិនឈប់សោះ បងមិនចាំទេក្មេងស្អីមកពីណាក៏មិនដឹងមិនជាកូនពួកយើងផងយកបោះចោលទៅ កុំល្ងងពេកមានវាយើងបានក្មេងបំរើដែរបងមិនមើលផងទៅក្នុងក្រោលសេះក្រោលប្រពៃនេះក៏មានដោះឲ្យវាបើកដែរឲ្យវារស់នៅជាមួយសេះជាមួយប្រពៃតែម្ដងទៅ បាទល្អណាស់បើអញ្ចឹងបងឲ្យវារស់នៅជាមួយសេះពពែចុះ ចាប់ពីពេលនោះមកនាងរំជែកនិងសេនាតែងតែយកព្រះនាងឲ្យបើកដោះគោដោះពពែនិងដាក់ឲ្យទ្រង់សម្រាប់នៅក្នុងក្រោលសេះជារៀងរាល់រាត្រី វាដេកលក់ឲ្យអូន ចាវាគួរឲ្យរំខានណាស់ខ្ញុំតែរីកចម្រាំងមើលព្រះនាងតូចសិនទៅមានក្តីសុខខ្លះ បងក៏ទៅធ្វើការដែរ វេលាកាន់តែរំកិលទៅមុខវេលាចេះតែកន្លងមិនយឺ18ឆ្នាំក៏បានកន្លងផុតទៅ18ឆ្នាំក្រោយមកព្រះបិតាទ្រង់ជាងតាណាហើយគួរឲ្យធុញស្រីបំរើនេះណាព្រះនាងជាទីគោរពស្រឡាញ់តើទ្រង់មានរឿងអ្វីមែនទេមិនក៏ទ្រង់ខឹងខ្យាល់បែបនេះនោះកូនស្រីនាងនិយាយថាម៉េចកូនមែនទេណែខ្ញុំម្ចាស់អត់ទេខ្ញុំម្ចាស់គ្រាន់តែច្រឡំមាត់ប៉ុណ្ណាមិនបងអង្គយឺព្រះនាងក៏បានទះមិញរំជែកមួយកំភ្លៀងរួចក៏បានធាក់មួយជើងបដាល់ឲ្យដួលផ្កាប់មុខពេញមួយទំហឹងអូយឈឺណាស់ព្រះនាងមិនក៏ធ្វើបែបនេះវាមានបាបណាស់ណាគ្រាន់តែជាអ្នកបំរើវាបាបស្អីទៅលើត្រាតានាងជាអ្នកមានកូនខ្ញុំតែនាងមិនមែនទេមិនចឹងមែនទេសូមព្រះនាងកុំខ្យាល់មិនស្អាតទេណាយើងតែកំភ្លៀងដើម្បីឲ្យចាំកុំចេះតែនិយាយខុសចេញទៅមិញប៉ាត់ជាគួរឲ្យរំខានណាស់ចេញទៅណែតែព្រះនាងចេញទៅឬចង់ត្រូវមួយជើងទៀតមែនទេព្រះមេខ្ញុំម្ចាស់ចេញទៅហើយថ្ងៃនោះមិញរំជែកយំមិនឈប់ទេព្រោះគាត់ត្រូវកូនបង្កើតខ្លួនឯងប្រមាថនិងវាយដំទៀតផងនៅផ្ទះរបស់មិញរំជែកមិនថាកូនជេរម៉ែយ៉ាងណាទេតែម៉ែក៏សប្បាយចិត្តណាស់ដែលឃើញកូនរស់នៅបានល្អបែបនេះម៉ែតើម៉ែមានរឿងអីបានជាយំបែបនេះកុំម្ចេះទៅណាក៏ទៅចោះយ៉ាងម៉េចក្នុងក្រោលសេះអត់មានអាចសេះស៊ីទេមែនទេបានជាមកទីនេះអូឈប់សិនមកណែអញវីនឹងឯងបញ្ចេញកំហឹងម្ដងម៉ែកុំវាយខ្ញុំអីកុំអីនាងដឹងផងទៅបើនាងធ្វើឲ្យយើងឈឺនោះនាងនឹងត្រូវរំពាត់ដូចគ្នានេះណែតែម៉ែកូនអត់បានធ្វើអីខុសទេណាបានហើយកុំប្រកែកចេញទៅលើកអាចសែណាក៏ទៅចោះស្រីល្ងងអត់ទេម៉ែខ្ញុំលើកអាចសេះរួចអស់ហើយកូនបារម្ភពីម៉ែតើកូនមកទីនេះតែម្ដងទេមិនចាំកូនដាំបាយរួចហើយណាបើអញ្ចឹងដួសបាយមកអញឃ្លានណាស់វើយចាំម៉ែចាំតិចណាបន្ទាប់ពីនោះស្រាប់តែមិញរំជែកបាននិយាយទាំងកំហឹងថាមីរំចង់មិនក៏មានបាយទេមកនេះមកឆាប់មកនេះមកអញបួលស្លឹកជាឲ្យដាច់តែម្ដងព្រោះគាត់អត់មានប្រាក់ទិញម្ហូបទេណាម៉ែនាងល្ងងនាងនេះចំជាគ្មានបានការទេបើគ្មានប្រាក់ចូលទៅក្រោលសេះព្រះរាជាបោះអាចទៅឬក៏ដងទឹកជូតធលីទៅនាងមុខជាបានប្រាក់ហើយនាងល្ងងនាងនេះពិតជាល្ងងពេកហើយចាំម៉ែកូនដឹងហើយចេញទៅចាំម៉ែកូនទៅហើយរំចង់ជាក្មេងស្រីឧស្សាហ៍នាងស្លូតបូតហើយក៏កតញ្ញូទៀតផងបើទោះបីជាមិញរំចង់និងសេនាតែងតែវាធ្វើបាបក៏ដោយក៏នាងមិនខឹងម្ដងផងទេនៅក្នុងរាជវាំងសុនផ្កាដូចជាមិនសូវមានសន្តិភាពធ្លាប់ទេខ្ញុំគិតថាគួរតែកាត់ខ្លះតម្រំខ្លះទៅបានស្អែតនិងតាក់ភ្នែកគិតហើយរំចង់ក៏បានកាត់ផងរៀបផងស្រោចទឹកផងបណ្ដាលឲ្យសួនច្បារមួយកន្លែងនេះបដូរសម្រាប់ភ្លាមមួយរំពេបានហើយស្អាតប្លែកណាស់ ណាក្
ក្មេងល្ងងមិនក៏ចូលមកទីនេះហើយមិនក៏ឯងកាត់ផ្កាព្រះមហេសីបែបនេះឯងអាចមានទោសបានណា តែពកកូនកាត់ថារៀបចំបែបនេះតើស្អាតណាស់ពក វាមិនស្អាតទេទៅផ្ទះវិញទៅបើនៅមានរឿងធំអីចំជាក្មេងចង្រៃមែន ចាប់ពកកូននឹងទៅផ្ទះវិញហើយតែថាកូនចង់សុំប្រាក់ឈ្នួលពីមេកាសិនបានទេ មិនបានទេបើនៅទៀតតិចមានទោសអើយកើតមកគ្មានអីចម្រើនសោះ តែពក បានហើយយើងគ្មានពេលនៅកន្លែងនេះទេនាងមានទោសអីក៏មានចុះយើងទៅធ្វើការហើយ ពកកាលនោះគ្រាន់តែសេនាចេញផុតព្រះមហេសីក៏បានយាងចូលមកនិងមានបន្ទូលថានេះអ្នកណាជាអ្នកកាត់សួនផ្ការបស់យើងមិនក៏បដូររូបរាងបែបនេះត្រង់ជាព្រះមហេសីមែនទេព្រះមហេសីខ្ញុំម្ចាស់ខុសហើយខ្ញុំម្ចាស់សម្រេចចិត្តដោយខ្លួនឯងក៏ប្រហែលកាត់ផ្កាដែលខូចចោលនិងរចនាបែបថ្មីតែម្ដងទៅព្រះមេនាងជាអ្នកណាមិនក៏ចូលមកទីនេះខ្ញុំម្ចាស់ជាកូនមីងរំចេះនិងពុកសេនាសូមព្រះមហេសីលើកលែងទោសនាងតូចក៏ឆ្លាតដែរហើយគួរឲ្យស្រឡាញ់ទៀតនាងតូចដឹងទេយើងស្រឡាញ់ការរចនាសួនច្បារនេះណាប៉ាត់មែនទេព្រះមេខ្ញុំម្ចាស់សូមអរគុណណាស់រំចេះជាអ្នកបម្រើយើងប្រាក់ខែក៏ច្រើនមិនក៏មិនទិញសម្លៀកបំពាក់ឲ្យកូនស្អាតអញ្ចឹងនោះនាងតូចនាងមកតាមយើងមកណាព្រះមេថ្ងៃនោះព្រះមហេសីហាក់មាននិស្ស័យលើរំចង់ណាស់ទ្រង់ញញឹមនិងរៀបចំសម្លៀកបំពាក់ដល់នាងយ៉ាងស្រស់ស្អាតទៀតផងស្អាតណាស់នាងមើលទៅដូចជាព្រះនាងចឹងដឹងទេមិនអាចទេខ្ញុំម្ចាស់គ្រាន់តែជាអ្នកលើកលីមួកសេះមិនសមនឹងស្អាតដូចជាព្រះនាងទេព្រះម៉ែម្ចាស់ជួនគ្នានោះព្រះនាងមន្ទាបានយាងចូលមកនិងបានស្រែកគំហុកថានាងនេះជាអ្នកណាមិនក៏ព្រះមេដាមានបន្ទូលថានាងដូចជាព្រះនាងអញ្ចឹងមិនក៏បុតមានកិរិយាបែបនេះមិនសមជាព្រះនាងនៃរាជាណាចក្រនោះទេណាបុត្រីមេដាតែមិនក៏មេដាសរសើរនាងព្រៃនេះទៅវិញនោះបុតឈប់មានបន្ទូលភ្លាមទៅបុតមើលលក្ខណៈបុតចោះមិនសមជាព្រះនាងបន្តិចផងទេមេដាបុតមិននិយាយជាមួយមេដាទេព្រះមហេសីព្រះនាងទ្រង់ខ្ជិលហើយព្រះមេមិនអីទេនាងតូចនាងចូលសម្លៀកបំពាក់នេះចោះយើងជូននាងណាកុំប្រកែកអីសូមអរព្រះគុណព្រះមហេសីណាស់ក្រោយបានដឹងអំពីដំណឹងថាព្រះនាងយំមិញរំជែកមិនសុខចិត្តទេគាត់ក៏បានដើរសម្ដៅទៅរករំចង់នៅឯក្រោលសេះរួចបាននិយាយថាអ្នកនាងល្ងងមិនក៏នាងចូលទៅក្នុងវាំងហើយធ្វើឲ្យព្រះនាងព្រះកន្សែងបែបនេះហ៎ម៉ែកូនអត់បានធ្វើឲ្យព្រះនាងខ្ជិលនោះទេណាមិនជឿទេនាងច្នៃវាសនាព្រះនាងមែនទេនាងចង់បានជីវិតដូចជាព្រះនាងមែនហើយមកណែយើងវាយនាងឲ្យរឿងម្ដងម៉ែបានហើយណាខ្ញុំឈឺណាខ្ញុំឈប់ចូលវាំងទៀតហើយណាម៉ែកុំវាយខ្ញុំអីចាំទុកថាបើហ៊ានធ្វើឲ្យព្រះនាងមិនសប្បាយប្រតិទៀតនោះនាងនឹងងាប់មិនខានទេចាំម៉ែកូនរៀងហើយនាងនេះរំខានជីវិតយើងណាស់មួយរយៈក្រោយមកព្រះបត្រាដែលជាគូដណ្ដឹងរបស់ព្រះនាងបានយាងចូលមកតែទ្រង់មិនតាន់ចូលគាល់ព្រះរាជានោះទេព្រោះទ្រង់ចង់ទតមើលសម្រស់នាជុំវិញរាជវាំងតានងជាពនាងដែលជាគូដណ្ដឹងយើងមែនទេឆាត់នេះស្អាតណាស់ហាក់ដូចជាព្រះនាងចឹងយូរបានស្លៀកម្ដងក៏រាប់ថាមានក្តីសុខដែរតានារីណាដែលថាមិនចង់មានសម្លៀកបំពាក់ស្អាតនោះមិនក៏ពនាងយើងមកចិត្តក្រោលសេះនេះទៅវិញត្រង់មុខជានារីដែលដាក់ប្រកាយណាស់ហើយជារឿងចៃដន្យឬយ៉ាងណារំចង់មិនដែលស្លៀកពាក់ឯកសណ្ឋានដែលព្រះមហេសីជូនទេតែថ្ងៃនេះនាងក៏ចង់សាក់លបងជាថ្មីហើយព្រះបត្រាក៏លងប្រតិក្នុងគ្រានោះទៅមើលទៅអនាគតព្រះជាយាយើងពិតជានារីដែលល្អណាស់យើងពិតជាសប្បាយប្រតិមែនទែនមិនចាំយូរទ្រង់ក៏បានជាងទៅគាល់ព្រះរាជានិងមានបន្ទូលអំពីពិធីអភិសេកតែម្ដងថ្វាយបង្គំព្រះអង្គថ្វាយបង្គំព្រះមហេសីល្អហើយព្រះបុត្រា
តើទ្រង់ពិតជាចង់រៀបអភិសេកជាមួយបុត្រីយើងតាមការសន្យាទោះជាមិនទាន់បានជួបព្រះភ័ក្ត្រក៏ដោយមែនទេពិតមែនហើយក្រាបទូលបង្គំបានចាប់ចិត្តពេញប្រតិលើព្រះនាងហើយក្រាបទូល ប្រសើរណាស់រំចេកយាងព្រះនាងមកព្រះមេម្ចាស់ជួនពេលគ្នានោះល្មមព្រះនាងមន្ទាក៏បានយាងចូលមកជាមួយនឹងក្តីរំភើបជាខ្លាំងសូមបុត្រីតូចចោះទ្រង់ជាគូដណ្ដឹងបុត្រណាទ្រង់សង្ហានណាស់បិតាមេដាតើបុត្រទាំងពីរនឹងរៀបអភិសេកក្នុងពេលនេះមែនទេមិនមែនទេវាលឿនពេកហើយបនតើទ្រង់ជាព្រះនាងមែនទេក្រាបទូលគឺមែនហើយម្ចាស់បងខ្ញុំម្ចាស់ចាំម្ចាស់បងយូរហើយណាតើព្រះបុត្រាមានអ្វីមែនទេសូមព្រះរាជទានទោសតើព្រះអង្គនិងព្រះមហេសីមានបុត្រីមួយអង្គទៀតមែនទេក្រាបទូលអត់មានទេព្រះបុត្រាប៉ិតហើយនេះគឺជាបុត្រីតែមួយអង្គគត់ណាព្រះបុត្រាតែទូលបង្គំបានឃើញព្រះនាងមួយអង្គទៀតនៅក្រោលសេះឯណោះទ្រង់សំរុំថ្លៃធ្នូនណាស់ទូលបង្គំក៏សពប្រតិទៅលើទ្រង់ដែរក្រាបទូលគឺមុខជារំចង់ហើយនាងមិនមែនជាព្រះនាងទេណាមែនហើយនាងជាកូនស្រីខ្ញុំម្ចាស់ទេព្រះពូតើទ្រង់សពប្រតិនឹងនាងមែនទេពិតមែនហើយក្រាបទូលមិនក៏បែបនេះមិនសមទេវាជាអ្នកបំរើមិនក៏ទ្រង់សពប្រតិវាទៅវិញនោះបាត់មិនសុខចិត្តទេសូមព្រះរាជទានទោសទូលបង្គំពិតជាចង់បាននាងមិនមែនព្រះនាងទេយើងយល់ហើយនេះជាស្នេហាមិនអាចបង្ខំបានទេបិតាមេដាមិនស្រឡាញ់បុត្រទេមែនទេកុំចឹងអីបុត្រីបេះដូងមិនអាចបង្ខំបានទេណាលើបែបនេះហើយមិញរំជេកខឹងណាស់គាត់ក៏បានដើរចាក់ចេញឬក៏បានទៅរករំចង់និងបាននិយាយថានៅក្រោលសេណែនាងឆាប់រៀបចំអីវ៉ាន់ចេញពីទីនេះទៅតើឲ្យខ្ញុំទៅណាទៅម៉ែខ្ញុំគ្មានទិសដៅទេកុំនិយាយច្រើនចេញឲ្យឆ្ងាយទៅនាងគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់ណាមិនយល់សោះមិនក៏ម៉ែតែងតែស្ដីចេះនឹងបណ្ដេញកូនបែបនេះតើម៉ែមិនស្រឡាញ់កូនទេមែនទេមែនហើយយើងមិនដែលស្រឡាញ់ទេហេតុព្រោះអ្វីទេមិនក៏ម៉ែមិនស្រឡាញ់កូនបែបនេះព្រោះនាងមិនមែនជាកូនបង្កើតយើងនោះទេយើងចង់ឲ្យនាងដេកក្រោលសេះមើលសត្វចិញ្ចឹមតែប៉ុណ្ណោះណាពេលនោះសេនាក៏បានដើរចូលមកបើបានជាដឹងហើយចេញទៅនេះហើយជាមូលហេតុដែលនាងគ្មានបានទទួលក្តីស្រឡាញ់ពីពួកយើងមិនអាចទេមិនក៏បែបនេះចាំពុកម៉ែរបស់កូនជាអ្នកណាទេគឺជាសេះនេះហើយដែលជាម៉ែនឹងឯងនោះមិនអាចទេសេះមិនដឹងអាចកើតកូនមកជាមនុស្សបានទៅម៉ែគួរតែនិយាយការពិតទៅខ្ញុំក៏ចង់ដឹងដែរម៉ែវាអត់ទេមិនអាចនិយាយបានឡើយមិនអាចនិយាយមានន័យថាដឹងហើយបើមិនមែនជាកូននាងតើនាងយកមកធ្វើអីនាងនិយាយមកបើមិននិយាយទេនាងច្បាស់ជាមានទោសហើយគឺជាស្អីទៅមិញនេះគួរឲ្យធុញណាស់និយាយមកមើលគឺនាងជាកូនព្រះអង្គនិងព្រះមហេសីចំណែកព្រះនាងមន្ទាគឺជាកូនខ្ញុំម្ចាស់និងសេនាទេថាម៉េចនេះជាការប៉ັດមែនទេនាងអាក្រក់ណាស់តើទ្រង់សង្ស័យយូរហើយមែនទេនាងពិតជាបានលួចបដូរបុត្រីយើងទៅមែនទេអញ្ចឹងបានន័យថាកូនខ្ញុំមិនទាន់ស្លាប់ទេព្រះនាងជាកូនខ្ញុំមែនទេកូនពុកគឺកូនមែនទេនាងឈួតនិយាយតែផ្ដាចាំមើលថាយើងនឹងវាយនាងដល់ងាប់ដែរទេកុំអីកូនម៉ែបើវាយបែបនេះកូនមានបាបខ្លាំងណាស់ណាម៉ែមានជំងឺចិត្តស្លាប់ទៅហើយម៉ែចង់ឲ្យកូនហៅម៉ែជាលើកចុងក្រោយតើបានទេកូនរំចង់បុត្រីមេដាបុត្រពិតជាកំសត់ណាស់សេនាចាប់ពីអ្នកប្តីប្រពន្ធនេះយកទៅដាក់គុករងចាំថ្ងៃកាត់ទោស
កូនស្រី លេងយើ កូ ង នស្រី កូនម៉ែហៅម៉ែមួយម៉ាត់ទៅណាកូនហៅទៅបានទេសេនាចាប់ពួកគេទៅចាប់ពួកគេទៅឲ្យឆ្ងាយទៅព្រះអង្គព្រះមហេសីសូមលើកលែងទោសឲ្យពុកម៉ែខ្ញុំម្ចាស់ផងទៅបានទេអត់ទេពួកគេធ្វើបាបបុតណាស់ពួកគេសំតែមានទោសបែបនេះហើយ នាងរំជែកនាងមានចិត្តអាក្រក់សាំងកំហុសចំណែកសេនានោះជាមនុស្សគ្មានក្តីមេត្តាវាយធ្វើបាបបុតពួកយើងគេសំតែបែបនេះហើយ បិតាមេតាបុត្រីមិនសុខចិត្តទេបុត្រមិនអាចទទួលចូលរឿងនេះបានទេជួបរឿងបែបនេះមន្ទាខឹងខ្លាំងណាស់នាងមិនអាចទទួលយកបានទេថ្ងៃនោះនាងក៏បានកើតវិបត្តិរហូតវង្វេងស្មារតីលែងដឹងខុសត្រូវមន្ទាពិតជាកម្មមែន ធ្វើឲ្យព្រះបុត្រាបានទតឃើញទស្សនភាពដែលមិនគួរនឹងឃើញហើយទូលបង្គំទៅវិញទេបើមិនមែនទូលបង្គំក៏គ្មានរឿងបែបនេះដែរក្រាបទូល មិនមែនទេខ្ញុំម្ចាស់សង្ស័យយូរហើយគប់សំនឹងក្តីស្រឡាញ់ដែលទ្រង់មានចំពោះបុត្ររំចង់នោះទើបខ្ញុំម្ចាស់នឹងព្រះអង្គជ្រាបដឹងការពិតនេះណា ព្រះមហេសីមានបន្ទូលត្រូវហើយអរគុណចំពោះការសពតិទៅលើពនាងពិតប្រកបណាចុះពេលនេះតើទូលបង្គំអាចសុំសេចក្តីស្រឡាញ់ពីពនាងរំចង់បានហើយមែនទេក្រាបទូលពិតជាបានមែនហើយព្រះបុត្រាព្រះមហេសីនេះមិនត្រឹមតែបានឃើញបុត្រីពិតទេថែមទាំងបានព្រះបុត្រាដ៏អង្អាចធ្វើជាព្រះសន្និសាទៀតផង ព្រះពូតើបុត្រីយល់បែបណាដែរទៅទ្រង់ជាគូដណ្ដឹងរបស់បុត្រីណាខ្ញុំម្ចាស់តាមតែទ្រង់ទេព្រះពូការពិតក៏បានបង្ហាញចុងក្រោយព្រះមហេសីក៏ទទួលបានបុត្របង្កើតមកវិញនិងរៀបអភិសេកជាមួយព្រះបុត្រាដ៏ល្អរស់នៅយ៉ាងសុខសាន្តតរៀងទៅ